Ok,ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំចង់និយាយអំពីមេរៀន SQL Server មួយដែលខ្ញុំចាប់ផ្ដើមអំពីការ create insert update និង delete ហើយជាដំបូងយើងត្រូវតែបង្កើត database មួយសិនឧទាហរណ៍ខ្ញុំដាក់ database ឈ្មោះ teacherបន្ទាប់ពីយើងបានបង្កើតហើយវានឹងចេញឲ្យ teacher ហើយ table អត់ទាន់មានអញ្ចឹងដើម្បីយើងបង្កើត table បានអញ្ចឹងយើងត្រូវប្រើប្រាស់ keyword មួយ create table ហើយឈ្មោះ teacher ហ្នឹងឈ្មោះ teacher ហើយនៅក្នុង teacher ហ្នឹងយើងចង់យើងថាយើងមានអីគេខ្លះមាន column អីគេខ្លះអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ ID ID ហើយចំពោះ ID ទិន្នន័យវាជាលេខអញ្ចឹងយើងដាក់នៅ n ហ្នឹងចំនួនធំsorry អក្សរធំ n ហើយយើងកំណត់វាជា primary key អញ្ចឹងអា primary key ហ្នឹងមានន័យថាទិន្នន័យយើងអត់អាចស្ទួនបានទេចំពោះកន្លែងហ្នឹងដែលធ្វើការដែលយើងប្រើវាសម្រាប់សម្គាល់ record នីមួយៗហើយមាននៅ identity មួយអញ្ចឹងកន្លែងហ្នឹងចំពោះ ID កន្លែងហ្នឹងយើងអត់បាច់ចាំបាច់បញ្ចូលលេខវាទេអញ្ចឹងលេខវានឹងកើនអូតូវានឹងអូតូម៉ាទិកអញ្ចឹងអាកន្លែងមួយហ្នឹងមានន័យថា column ទី1វានឹងចេញលេខ1ហើយនៅពេលយើង insert column ទី2អញ្ចឹងវានឹងកើនម្ដងមួយអូខេអញ្ចឹងមួយទៀតខ្ញុំមាននៅ full name ហើយទិន្នន័យវាជា full name វាជាអក្សរអញ្ចឹងយើងដាក់វាជា varchar ហើយកំណត់ character បានខ្ញុំដាក់100ហើយកន្លែងហ្នឹងខ្ញុំបន្ថែមទៀតខ្ញុំដាក់ not null អញ្ចឹងมันអាចអត់បានទេត្រូវតែមានអូខេអញ្ចឹងមានអីទៀតខ្ញុំមាន page ហើយប្រភេទទិន្នន័យជា n អូខេ n ហើយ not null មួយទៀតខ្ញុំដាក់gender វាជាអក្សរអញ្ចឹងខ្ញុំដាក់ varchar ខ្ញុំដាក់10 character បានអញ្ចឹងខ្ញុំមាននៅ address មួយទៀតអូខេអញ្ចឹងយើង select មកហើយ execute កន្លែងហ្នឹងអូខេអញ្ចឹងវានឹង complete successfully អញ្ចឹងដើម្បីយើងមើលចង់ឃើញ column ថាវាចេញបែបម៉េចអូខេអញ្ចឹងខ្ញុំដាក់អញ្ចឹងដើម្បីឆែកមើលយើងសរសេរselect ផ្កាយ from អីគេ teacher នេះប៉ុណ្ណឹងនេះអញ្ចឹងយើងបាននេះ ID full name age gender អញ្ចឹងវាអត់តែមាន column ទេអញ្ចឹងកន្លែងហ្នឹងដើម្បីយើងចង់បញ្ចូលទិន្នន័យមួយអញ្ចឹងយើងត្រូវសរសេរនៅ keyword មួយឈ្មោះ insert into
into គេទៅតបយើងឈ្មោះ teacher ចឹងយើងសេ teacher អូខេ teacher ចឹង teacher ហ្នឹងមានអីគេខ្លះមាន ID full name gender និង address អូខេចឹងកន្លែងហ្នឹងយើងអត់យើងសរសេរតែ full name ហើយ age gender និង address អូខេចឹងកន្លែង ID ហ្នឹងយើងមិនបាច់សរសេរទេកន្លែងហ្នឹងព្រោះយើងកំណត់វាជា primary key ហើយវានឹងបញ្ចូលទិន្នន័យដោយខ្លួនឯងអូខេប៉ុណ្ណឹងហើយយើងបន្ថែមនៅ keyword value សម្រាប់បញ្ចូលទិន្នន័យយើងអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះទៅថាឈ្មោះសុខាហើយអាយុអញ្ចឹងអាយុប្រហែល23ឧទាហរណ៍ហើយភេទប្រុសហើយខ្ញុំដាក់សៀមរាបអូខេ copy មកចឹងកន្លែងហ្នឹងខ្ញុំដូរដាក់33ហើយកន្លែងខ្ញុំដាក់ឈ្មោះរាជហើយប្រុសកន្លែងខ្ញុំដាក់ភ្នំពេញហើយកន្លែងហ្នឹងខ្ញុំដាក់រីណាអាយុ19ចឹងភេទស្រីចឹងដាក់តាដាក់តាកែវហើយកន្លែងហ្នឹងដាក់វិសាអាយុ50ភេទប្រុសបាត់ដំបងអក្សរធំហើយមួយទៀតហើយខ្ញុំដាក់ស្រីបៅអាយុ25ភេទស្រីហើយ address គាត់នៅកពតចឹងទៅហើយអូខេចឹងចាំមើលមួយទៀតទៅដាក់អាយុ21ហើយដាក់បានទាយមានជ័យខ្ញុំ select error ខ្ញុំសរសេរខុស gender មិញអូខេអញ្ចឹងវានឹងយើងបាន6 row complete អូខេអញ្ចឹងយើង select ម្ដងទៀតមកចាំមើលយើងឃើញនេះទិន្នន័យយើងចូលហើយនេះអញ្ចឹងនេះ ID យើងកំណត់វាជា primary key identity អញ្ចឹងលេខទី1 1តែពេលទី2វានឹងកើនម្ដង1 2 3 4ចឹងបន្តមុំទៀតអញ្ចឹងយើង insert ហើយ
តមកយើងចូលទៅមួយទៀតអញ្ចឹងឧទាហរណ៍បើខ្ញុំមិនយើងប្រើ select guide from នេះយើងមើលទិន្នន័យទាំងអស់អញ្ចឹងបើយើងចង់មើលទិន្នន័យខ្លះអញ្ចឹងថាខ្ញុំសរសេរ select guide from teacher ហើយខ្ញុំសរសេរ keyword មួយ where age ខ្ញុំរកមើលអាយុដែលតូចជាង23តូចជាងឬស្មើ23នេះតូចជាងឬស្មើ23វាចេញតែប៉ុណ្ណឹងអញ្ចឹងមកមួយទៀតអញ្ចឹងឧទាហរណ៍បើយើងចង់select មើលតែអក្សរឧទាហរណ៍ខ្ញុំសរសេរ select guide from teacher ហើយខ្ញុំសរសេរwhere full name ហើយយើងប្រើ keyword មួយ like អីគេយើងប្រើខ្ញុំចង់រកអក្សរដែលមានអក្សរ អហើយខ្ញុំដាក់ភាគរយពីមុខចឹងអានេះយើងមានថាយើងរកឈ្មោះដែលមានអក្សរ អពីមុខចូលថា execute នេះរីណាអូខេចឹងថាបើខ្ញុំចង់អាប់ដេតព្រោះថាឈ្មោះរាជនេះអាយុ33ភេទប្រុសនៅភ្នំពេញចឹងថាខ្ញុំចង់អាប់ដេតចឹងខ្ញុំប្រើ keyword មួយ update គេ teacher ដាក់ best teacher update teacher ហើយយើងប្រើប្រាស់ keyword មួយ set អីគេខ្ញុំចង់ set នេះ set address នេះ set address ស្មើគេស្មើដល់សៀមរាបចឹងហើយខ្ញុំ where id ចឹង id ចឹងឡើយហ្នឹង id មួយណាដែលយើងចង់ដូរចឹងដល់រាជឈ្មោះរាជនេះនៅ id ទី2ចឹងចំណាក់2ចឹងដល់ខ្ញុំ select ខ្ញុំ select ម្ដងទៀតអញ្ចឹងឈ្មោះរាជមិញសៀមរាបបានមកសៀមរាបវិញចុះបើយើងចង់ delete យើងប្រើ keyword delete from teacher ហើយ where ហ្នឹងស្រាប់យើងរក id មួយណាដែលយើងចង់លុប id ស្មើតើខ្ញុំចង់លុប id លេខ6នេះ6 delete អញ្ចឹងខ្ញុំ select guide from teacher ចឹងវានឹង delete ហើយអូខេចុះវីដេអូមានតែប៉ុណ្្នឹង